ជំរាបសួរអំពុមីយាយតាទាំងអស់គ្នាថ្ងៃនេះនាំកូនពៅទៅបេះសណ្ដែកគួរចង្ការអតាហើយអំពុមីយាយតាគ្រាន់តែបេះសណ្ដែកគួរមើលទៅយ៉ាប់បដោយចៅអ្នកចង្ការតែអត់ចេះបេះសណ្ដែកគួរហើយនេះបងប្អូនទាំងអស់គ្នាយាយតានៅតែចង្ការទេត្រុករាល់ថ្ងៃហើយមិនក្តៅខែងមកខ្ញុំទៅនេះម៉ោង10ជាងជា2 10ពេញក្តៅអំពុមីយាយតាអើយណាថ្ងៃនេះស្លោចឹងជំនីជ្រូកនៅឃើញថាស្លោតែសាច់សុតពេកវាអត់សូវជាតិជៅចឹងណាអំពុមីក៏ឆ្លៀតតែបេះសណ្ដែកគួរឲ្យមានបន្លែអីចឹងណាអំពុមីយាយតាឲ្យសណ្ដែកគួរតាល្អណាប៉ុន្តែដាំអត់សូវបានច្រើនប្រហែលទេអំពុមីយាយតាអើយទៅខែនេះខែក្តៅមិនសូវជាដាំទៅបានផលល្អប្រហែលទេប៉ុន្តែគាត់ដាក់ទៅយោតំណក់ចឹងឲ្យឃើញពណ៌រឿងខៀវស្រស់ប្រងដែរហើយនេះខ្ញុំចាប់ផ្ដើមដាក់បេះឲ្យអំពុមីយាយតាបងខ្ញុំខលទៅតាទៅថាអូតាបើតែអត់ឲ្យគាត់បេះចឹងតែគិតទៅគាត់ដាំឲ្យគាត់បេះមកឲ្យអីទេទៀតទេបងប្អូនចឹងឲ្យគាត់សម្រេចទៅបេះខ្លួនឯងតែម្ដងទៅហើយចាំមើលចៅអ្នកចំការវិញអំពុមីយាយតាឲ្យបេះសណ្ដែកបេះតែក្តាប់សណ្ដែកយអុលខាងក្រោមនេះគាត់បេះខាងលើក្តាប់សណ្ដែកហើយថាខាតបោតាលើហើយចាំមើលតិចទៀតនេះគេបេះអាធំអំពុមីអ្នកគ្នាបេះមិនបេះធម្មតាក៏ត្រាក់យកមកភឹសហ្មងអំពុមីយាយតានេះគាត់និយាយថាចៅអ្នកចំការមែនតែចៅអ្នកចំការខ្លាយទៅដឹងអំពុមីបេះសណ្ដែកមិនបេះធម្មតាអំពុមីសកត្រាក់អីវិញហើយមិនក្តៅខ្លាំងពេកហើយខ្ញុំអត់បានថតជាមួយកូនពៅទេហើយខ្ញុំក៏ចាប់ផ្ដើមដើរទៅថតឲ្យកូនពៅខ្ញុំហ្នឹងពេលដែលខ្ញុំដើរថតសណ្ដែកហ្នឹងក៏ដើរតាមទៅត្រាក់ពីក្រោយយ៉ាងអំពុមីយាយតាសណ្ដែកអត់តាពេលខ្លះវារៀងអំពើដែររងខ្លះអញ្ចឹងពេលខ្លះរងខ្លះរៀងល្វើដោយសារតែខែនេះវាក្តៅខ្លាំងណាស់អំពុមីយាយតាអើយទៅបានផលប្រហែលទេហើយមើលខ្លះខ្លោចខ្លះអីដែរហើយក៏ដាំតាមរងតសក់ចាស់ហើយកូនពៅខ្ញុំកាទាញ៉ាំស្វាយហើយកាមេរ៉ានេះតប្រើអ៊ីនធឺណិតបានវារៀងដើរស្រួលអញ្ចឹងណាហើយខ្ញុំមកចំការទៅអត់បានបញ្ចូលលុយអញ្ចឹងវារៀង slow ហើយនេះមកយាយកំពុងតែដើររើសស្វាយទុំអំពុមីអើយស្វាយទុំធ្លាក់អត់មានណាហូបទេទៅឡើងជាប់មកហើយហូបក៏អត់ទៅឆ្ងាញ់ទេអារៀងវាទុំជ្រុលអំពុមីហើយនេះខ្ញុំក៏មកឆ្លៀតមកបេះសណ្ដែកបន្ថែមតិចទៀតអំពុមីយាយតាហើយសណ្ដែកនេះខៀវប្រងហើយនេះខ្ញុំចាប់ផ្ដើមទៅផ្ទះវិញហើយអំពុមីយាយតារៀននៅយូរទេដោយសារតែប៉ាគេផ្ដាំមកថាកុំទៅយូរពេកដោយសារតែគាត់ធ្វើម៉ូតូហងហើយគេរកវិញក៏រៀងច្រើនចំខែចេះគេដកបានគេក្រអំពុមីយាយតាហើយកូនពៅខ្ញុំខូចចេះមើលយំហើយមកដល់ផ្ទះនេះក៏ចាប់ផ្ដើមស្លហ្នឹងត្រៀមគ្រឿងតាំងពីមុនបេះសណ្ដែកទៅអំពុមីត្រៀមទុកហ្នឹងហើយអត់បានបុកអត់បានអីទេស្លអញ្ចឹងទៅលឿនអំពុមីយាយតាណាមួយវល់ភ្ញៀវចេញចូលផងគាត់ទៅស្លមួយឆ្នាំងនឹងចង់ដើរវិញ20 30 ត្រឡប់ហើយពួកភ្ញៀវគាត់រហូតនៅងំឆ្អិនមួយឆ្នាំងហើយណាមួយហេវផងនេះបងប្អូនអើយធ្វើលឿនទៅហើយស្លចឹងជំនីជ្រូកអ្នកមានអីពិបាកទេអំពុមីយាយតាអីគឺងាយទេហើយខ្ញុំក៏ចាប់ផ្ដើមបេះសណ្ដែកគួរយ៉ាងហ្នឹងអំពុមីយាយតាសណ្ដែកនេះគឺថាខៀវបំប្រងតែម្ដងបងប្អូនសណ្ដែកធម្មជាតិឡើងផ្អែមហ្មងណាហើយនេះខ្ញុំចាប់ផ្ដើមដាក់សណ្ដែកចូលហើយទៅរៀងស្ទើរស្ករហើយប្តីខ្ញុំក៏ជួយភ្លឹកថែមថយអីចឹងទៅបងប្អូនចឹងគឺបានឆ្អិនមកពេលអំពុមីយាយតាហើយអាពេលហូបនេះអំពុមីយាយតាគាត់ទៅដួសបានប្រមាត់យកមកទៀតណាថតបានប៉ុណ្ណឹងនេះឲ្យកូនពៅខ្ញុំជំនួសមកហូបខ្លួនអីនេះហើយអស់កូនពៅខ្ញុំគេមកពីលេងផ្ទះមិញពៅគេវិញគាត់ដួសឲ្យកូនចងគាត់ញ៉ាំមើលតែមាត់ទៅក៏ដឹងឆ្ងាញ់អីគាត់ដឹងដែរអំពុមីយាយតាគាត់មកកូនជងអស់លីងហ្មងអំពុមីយាយតាឲ្យហូបសណ្ដែកអត់ចេះទេបានតែសាច់ទេគេហុចឲ្យខ្ញុំហូបហើយបើសាច់វិញឈ្មោះមកមើលអាបន្លែវិញចូលចិត្តទេហើយនេះគេបេះឲ្យអាម៉ាប់ឆ្កែនេះដាក់ឈ្មោះអាម៉ាប់ហើយនេះកូនពៅខ្ញុំមិនធម្មតាសិតតែលើកចានហត់ទៀតអំពុមីអើយណាតែដឹងឃ្លានតាំងពីពេលណាមកទេបាយឲ្យត្រូវមាត់គាត់គឺហូបឲ្យអំពុមីបានត្រូវមាត់ទេមិនបាច់ឲ្យញ៉ាំក៏អត់ញ៉ាំដែរទុកចោលដើរណូហើយតែបើដាក់ទៅមាត់គាត់បួងហងអ្នកកាយទៀតអំពុមីមួយចានគ្មានឲ្យសល់ទេមកក្របក៏ឲ្យសល់ដែរ
ហើយលោកពងចូលសំបីម្ដងអង្គុយមើលគេមួយចិត្តបណ្ដានិយាយទៅហើយវីដេអូខ្ញុំមានប៉ុណ្ណឹងបើមានចំណុចខ្វះខាតអីខាន់តែ Facebook ផងបងប្អូនហើយព្រោះវីដេអូពេលខ្ញុំសូវចេះចូលទេចាអរគុណ